ប្រេងគឺនៅក្នុងការចរាចរណ៍រាល់ថ្ងៃនេះគឺប្រមាណជាង 20% ត្រូវបានឆ្លងកាត់តំបន់មជ្ឈមបូព៌ានេះគឺនៅក្នុងច្រក Hormuz ដែលឥឡូវនេះប្រទេសអ៊ីរ៉ង់បានប្រកាសគម្រាមកំហែងបាញ់កប៉ាល់ណាដែលឆ្លងកាត់តាមតំបន់នេះដូច្នេះវានឹងផ្ដល់ការប៉ះពាល់ភ្លាមតែម្ដងដល់ការផ្គត់ផ្គង់ទៅលើប្រេងអន្តរជាតិទាំងមូលបងប្អូនប្រជាពលរដ្ឋដឹងហើយថាមានសង្គ្រាមនៅមជ្ឈមបូព៌ាគឺរវាងអាមេរិកអ៊ីស្រាអែលជាមួយអ៊ីរ៉ង់និងបណ្ដាប្រទេសនៅក្នុងមជ្ឈមបូព៌ាទាំងអស់ដែលត្រូវបានទាញចូលក្នុងចំនួននេះឯងហើយវាមានការប៉ះពាល់ដល់ពិភពលោកដូច្នេះការប៉ះពាល់នេះគឺសម្ដៅមុនដំបូងនោះគឺដល់ឧស្ម័ននិងប្រេងដែលប្រេងគឺនៅក្នុងការចរាចរណ៍រាល់ថ្ងៃនេះគឺប្រមាណជាង 20% ត្រូវបានឆ្លងកាត់តំបន់មជ្ឈមបូព៌ានេះគឺនៅក្នុងច្រក Hormuz ដែលឥឡូវនេះប្រទេសអ៊ីរ៉ង់បានប្រកាសគម្រាមកំហែងបាញ់កប៉ាល់ណាដែលឆ្លងកាត់តាមតំបន់នេះដូច្នេះវានឹងផ្ដល់ការប៉ះពាល់ភ្លាមតែម្ដងដល់ការផ្គត់ផ្គង់ទៅលើប្រេងអន្តរជាតិទាំងមូលមិនមែនតែកម្ពុជាទេអឺរ៉ុបក៏ប៉ះពាល់ចិនក៏ប៉ះពាល់ឥណ្ឌាក៏ប៉ះពាល់អញ្ចឹងស្អីដែលជាការព្រួយបារម្ភរបស់ពិភពលោកក៏ដូចជាការព្រួយបារម្ភរបស់កម្ពុជាដោយសារប្រទេសកម្ពុជាគឺជាប្រទេសដូចប្រទេសជាច្រើនក្នុងតំបន់ពិភពលោកដែរថាជាប្រទេសដែលនាំធម្មពលចូលហើយជាពិសេសប្រេងនិងឧស្ម័នតែម្ដងដូច្នេះថ្លៃប្រេងមានការហក់ឡើងឥឡូវនេះថ្លៃប្រេងបានឡើងជាង 30% រួចទៅហើយអញ្ចឹងបើសិនយើងមើល Brent crude មើលអីហ្នឹងវាឡើង 30% រួចទៅហើយប៉ុន្តែចំពោះកម្ពុជាក្នុងពេលខាងមុខនេះយើងមិនទាន់មានឃើញមានសញ្ញាណាមួយដែលថាកម្ពុជាយើងនឹងរងប៉ះពាល់បន្ទាន់ភ្លាមចំពោះបញ្ហាផ្គត់ផ្គង់ទេគឺមានន័យថាក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យកម្ពុជាទាំងអស់ហើយដែលភាគច្រើនជាក្រុមហ៊ុនដែលបរទេសធំដូចជាក្រុមហ៊ុនអាមេរិក Chevron ក្រុមហ៊ុនដែលផ្គត់ផ្គង់មកកាល់តិចកម្ពុជានេះដែលជាអ្នកលក់ប្រេងថ្ងៃនេះក្រុមហ៊ុន Total របស់បារាំងក្រៅពីនោះមានក្រុមជាច្រើនទៀតដែលកម្ពុជាធ្វើជាដៃគូជាមួយអញ្ចឹងការផ្គត់ផ្គង់នៅតែមានបន្តឲ្យមានការរអាក់រអួលទេអ្វីដែលនឹងកើតឡើងគឺថ្លៃវានឹងឡើងមានន័យថាប្រេងថ្មីចូលមកដល់ទោះបីជាបញ្ហាផ្គត់ផ្គង់វាអាចមិនមានការរំខានប៉ុន្តែយើងមានការបារម្ភចំពោះការហក់ឡើងនៃប្រេងឥន្ធនៈចំពោះមុខនេះអត់ទាន់មានបញ្ហាទេប៉ុន្តែអាចមានស្ថានភាពដែលថ្លៃប្រេងមានការឡើងថ្លៃឧស្សាហ៍មានការឡើងហើយនេះជាកង្វល់រួមរបស់ពិភពលោកអានឹងហើយបានជាពិភពលោកសូមឲ្យភាគីក្នុងចំនួនហ្នឹងឆាប់ងាកទៅរកតុចរចាដើម្បីរកសន្តិភាពឡើងវិញពីព្រោះតែកាលណាមានសង្គ្រាមអញ្ចឹងវាប៉ះពាល់ទាំងអស់គ្នាដូច្នេះនេះគឺជាកិច្ចការមួយប៉ុន្តែសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថាមិនមានសញ្ញាណាមួយចំពោះមុខថានឹងមានការខ្វះប្រេងឥន្ធនៈរបស់កម្ពុជាទេ